កម្ពុជារកចំណូលបានជាង$35 លានអាមេរិកពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល10ខែនៅក្នុងឆ្នាំ2025នេះនេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលបានចេញផ្សាយនៅដើមខែវិច្ឆិកានេះបើតាមរបាយការណ៍ដដែលប្រទេសកម្ពុជារកចំណូលបានជាង$35 លានអាមេរិកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងរយៈពេល10ខែចាប់ពីខែមករាដល់ខែតុលាឆ្នាំ2025ដែលចំនួននេះមានការធ្លាក់ចុះមួយកណ្ដោសញ្ញា 15% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2024បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដដែលចាប់ពីខែមករាដល់ខែតុលាឆ្នាំ2025ចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ 76518 នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដែលចំនួននេះមានការធ្លាក់ចុះមួយកណ្ដោសញ្ញា 12% ដែលធ្វើឲ្យកម្ពុជារកចំណូលបានចំនួន$35,575,781 អាមេរិកមានការធ្លាក់ចុះមួយកណ្ដោសញ្ញា 15% បើតាមសមាគមមគ្គុទ្ទេសក៍ទេសចរស្ថានភាពភ្ញៀវទេសចរបរទេសនៅប្រទេសថៃគណៈតួលេខភ្ញៀវទេសចរនៅតែមានសន្ទុះកើនឡើងហើយថាថៃបិទច្រកព្រំដែនមិនប៉ះពាល់ដល់ទេសចរនៅក្នុងតំបន់អង្គរនោះទេគណៈទេសចរបរទេសភាគច្រើនមកតាមច្រកប្រទេសវៀតណាមប្រមាណ 90% យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB វិស័យទេសចរបង្ហាញអំពីការបន្តងើបឡើងវិញនៅក្នុងឆមាសទី1ឆ្នាំ2025ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែភាពតានតឹងនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាននិងរំខានដល់វិស័យទេសចរនិងសកម្មភាពនានានៅក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទី2នៃឆ្នាំ2025នេះនិងនៅពេលខាងមុខផងដែរ